Bè ta cho miền ấy ôi làm thơ ba tên này chồng ngư mò mò mấy phật đấy nè cha phật ơi phật chồng ngư cha mẹ thư mò móm phật buôn thèm này ấy em ấy riêng vô nào chả riêng vô nào đứa ăn miền hiền ấy phong ông riêng này phong mày ban thơ ba ăn hiền nâng xả nâng ấy tế hiền từ tam ai ê kia nó hiền đạp vì bày ngái trẻ phong cha mày riêng tam online tam online dương nâng ថ្ងៃនេះគឺថាចេញថតទាំងព្រឹកទៀតហើយជាមួយនឹងលោកតាវីទ័រគ្រាន់តែបើកក្បាលរឿងមកនិយាយពីថាប្រូលឲ្យ3 4កណ្ដាលខ្ញុំឯនឹងពូក្រាន់ទិញឡើងមាត់ញាប់ឆ្អេហ្មងហើយកន្លែងមកមើលបងកាមេរ៉ាវិញគឺកំពុងតែរៀបចំដូចគ្នាខ្សែរៀបភ្លើងអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាឆ្លៀតពេលបងកាមេរ៉ាគឺគាត់កំពុងតែរៀបចំអញ្ចឹងគឺយើងញ៉ាំបាយព្រឹកឲ្យហើយយើងញ៉ាំមកឆ្អែតឲ្យមានកម្លាំងក្នុងការថតថ្ងៃនេះគឺម៉ាក់ខ្ញុំគឺធ្វើជាមួយនឹងចាញ៉ាំស្វាយក៏ដូចជាត្រីចៀនថ្ងៃនេះគឺមានសមាជិកថ្មីបងប្អូនទាំងអស់គ្នាចាំមកញ៉ាំបាយរួមតុជាមួយដែរហើយដែលសំខាន់គឺម៉ាក់ខ្ញុំលើកទាំងឆ្នាំងបាយមកកន្លែងថតទៀតដោយសារតែបាយហ្នឹងគឺយើងដាំមកខ្លួនឯងយើងលើកមកទាំងឆ្នាំងអញ្ចឹងហ្មងទៅបាយនៅតែក្តៅថ្ងៃហ្នឹងគឺថាមើលតិចមែនតែនហ្មងបងប្អូនអើយតែឥឡូវនេះគឺខ្ញុំចាប់ដើមញ៉ាំបាយហ្មងណាព្រោះអីគៀកដល់ម៉ោងថតមែនតែនហើយញ៉ាំបាយញ៉ាំអីហើយរួចរាល់ហ្នឹងក៏ចាប់ដើមធ្វើសក់ធ្វើខ្លួនហើយអីថ្ងៃហ្នឹងថតរៀងច្រើនរឿងដែរ5 6រឿងអីអញ្ចឹងថ្ងៃហ្នឹងក៏ថតជាមួយនឹងអ៊ីសម៉ានដែរបងប្អូនហើយលោកតាវីទ័រក៏គាត់បានចូលរួមសម្ដែងក្នុងរឿងហ្នឹងដែរហើយនេះគ្រាន់តែជាសកម្មភាពក្រៅឆាកក្នុងការថតរឿងកំ ប្លែងខ្លីៗអញ្ចឹងណាបងប្អូនទាំងអស់គ្នាគ្រាន់តែជាសកម្មភាពក្រៅឆាកបន្តិចបន្តួចទេបើបងប្អូនទាំងអស់គ្នាចង់មើលរឿងពេញចិត្តចេញឆាប់ហើយបន្ទាប់ពីថតរឿងទី1ចប់គឺយើងចាប់ផ្ដើមចូលថតរឿងទី2រឿងទី2នេះគឺខ្ញុំធ្វើកូនតាក្រូចប្អូនពូក្រាន់ដោយខ្ញុំប្រាប់អញ្ចឹងមួយថ្ងៃហ្នឹងគឺយើងថតឡើង3 4 5រឿងតែរឿងខ្លីៗទេគ្រាន់តែនេះគឺជាសកម្មភាពក្រៅឆាកអញ្ចឹងណានិយាយពីថាឲ្យសុបាយសើចរហូតក្រៅឆាកហ្នឹងហើយពេលដែលថតហើយចប់ម៉ាស៊ីនហ្នឹងដើរមកក៏ជួបអ៊ីសម៉ានប្រហើយmày lo lắng sập phạt đấy Bè ta cho miền ấy ôi làng thơ ba tên này chồng ngư mò mò mấy phật đấy nè cha phật ơi phật chồng ngư cha mẹ thư mò móm phật buôn thèm này ấy em ấy riêng vô nào chả riêng vô nào đứa ăn miền hiền ấy phong ông riêng này phong mày ban thơ ba ăn hiền nâng xả nâng ấy tế hiền từ tam ai ê kia nó hiền đạp vì bày ngái trẻ phong cha mày riêng tam online cái tam online dương nâng cái thơ mà hộp tôi ấy cái hiện tam online bán ba hiện tam online bán cha pet on tôi mi ở đó tôi thủng những khai pet online mà chẳng thư pet bán vào đây pet thư thư cái bán vào đây nâng miền ná nhom thơ pet nâng miền bán vào đây pet đấy quả là châu phim pet phổ cái sông chốc on lên ថតចប់រឿងទី2ឥឡូវនេះគឺយើងដូរទីតាំងមកថតរឿងទី3ម្ដងទៅមករឿងដូរទីតាំងមួយអញ្ចឹងណាកន្លែងខ្លះមានទីតាំងធំអញ្ចឹងទៅ3រឿងអីយើងថតតែមកកន្លែងទេតែបើទីតាំងខ្លះគួរសមគឺយើងថតមួយរឿងអីគឺយើងដូរទីតាំងហើយអញ្ចឹងណាថតជាមួយនឹងលោកតាវីទ័រគឺគាត់បញ្យល់អត់ខ្ចោះខ្លាំងមែនតើអញ្ចឹងហើយគឺថតមួយគាត់លឿនទេព្រោះអីយើងយល់សាច់រឿងហើយបងប្អូនអរគ្នាចូលរឿងទី4ចាម៉ាក់ខ្ញុំនៅកដាលវាលស្រែជាមួយនឹងអ៊ីសម៉ានដឹងថាវាលស្រែឬក៏វាលបងទេបងប្អូនអរគ្នាហើយតែសាច់រឿងនេះមានចុះទឹករាវខ្ចងអីដែរហើយការថតមិនមែនជារឿងងាយស្រួលទេដោយបងប្អូនបានឃើញអញ្ចឹងពេលដែលរឿងកំ pl ែងខ្លីៗចេញមកពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានទស្សនានិងគាំទ្រទាំងអស់គ្នាផងណាឃើញអត់បងប្អូនថតកដាលទឹកផងកដាលបឹងផងបងកាមេរ៉ាវិញស៊ូហ្មងស៊ូបងប្អូនអាចមើលតាមនឹងបានគឺថាចូលដល់វគ្គថែសម្រស់ម្ដងទោះរវល់យ៉ាងណាក៏ដោយក៏មិនដែលភ្លេចជាមួយនឹងឈុតសម្លេងជូតមុខ MMO ដែរព្រោះថាសម្លេងជូតមុខ MMO គឺថាកំពុងតែ viral ខ្លាំងមែនតើអញ្ចឹងហើយចាំការទៀតចាខ្ញុំមកជាអតិថិជនផ្ទាល់ដែលប្រើជាមួយនឹងសម្លេងជូតមុខ MMO ស្លាញ់ត្រង់ថាអញ្ចេះសម្លេងជូតមុខ MMO ពេលដែលយើងជូតទៅគឺជួយជំនួសកោសិកាចាស់ៗនៅលើផ្ទៃមុខរបស់យើងបានយ៉ាងល្អជួយបំបត្តិស្នាមនៅលើផ្ទៃមុខផ្ដល់ជាតិទឹកនិងសំណើមដល់ស្បែកមុខបំបត្តិស្នាមក្រិននិងស្នាមអុចខ្មៅនៅលើផ្ទៃមុខជាពិសេសអ្នកដែលមានមុខរោលមុខរមាស់មុខជាំមុខខ្មៅមុខស្អាតជូតជាមួយនឹងសម្លេងជូតមុខ MMO ទៅយើងកាន់តែជូតស្បែកមុខរបស់យើងកាន់តែភ្លឺកាន់តែសកាន់តែរលោងកាន់តែក្លោធានាថាប្រើហើយដកចិត្តអត់រួចដូចណានអញ្ចឹងសម្លេងជូតមុខ MMO គឺមួយប្រអប់មានរហូតដល់60សន្លឹកហើយបើនិយាយពីរឿងសាច់សម្លេងវិញគឺថាឡងតន់ពេលដែលយើងប្រើនៅលើស្បែកមុខរបស់យើងគឺថាអត់មានបែកព្រុយទេកាន់តែប្រើគឺជួយបន្តឹងស្បែកមុខរបស់យើងកាន់តែក្មេងវ័យទៀត